អ្នកនាំពាក្យក្រសួងពលរដ្ឋបានអំពាវនាវឲ្យយុវជនសមរភូមិក្រោយបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍អាយុដំទេពអាសនារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពលរដ្ឋបានដាស់តឿននិងលើកទឹកចិត្តដល់យុវជនឲ្យបន្តរក្សាភាពរឹងមាំទាំងផ្នែកស្មារតីនិងការគិតគូររួមគ្នាប្រឆាំងពលរដ្ឋក្លែងក្លាយដើម្បីរួមចំណែកការពារសន្តិភាពស្ថិរភាពសង្គមនិងទប់ទល់ឲ្យបានដាច់ខាតទៅនឹងរាល់ការវាយប្រហារតាមរយៈសង្គ្រាមសតិអារម្មណ៍ពីសំណាក់ក្រុមអកតេផ្សេងៗការថ្លែងបែបនេះធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងពលរដ្ឋក្លែងក្លាយជំហានទី2នៅវិទ្យាល័យបន្ទាយអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យកាលពីព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026កម្មវិធីនេះមានការចូលរួមពីអាយុដំច័ន្ទសុភីបអនុរដ្ឋលេខាធិការក្រសួងពលរដ្ឋលោកមេតមាសភក្តីអភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យព្រមទាំងមន្ត្រីពាក់ព័ន្ធអ្នកសារព័ត៌មានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសរុបជិត500នាក់អាយុដំទេពអាសនារិទ្ធបានណែនាំដល់យុវជននិងសិស្សានុសិស្សឲ្យស្រឡាញ់សន្តិភាពការពារការពិតនិងប្រឆាំងពលរដ្ឋក្លែងក្លាយជាពិសេសពាក់ព័ន្ធនឹងរឿងព្រំដែនជាមួយប្រទេសថៃដោយត្រូវចេះជ្រើសរើសប្រភពព័ត៌មានផ្លូវការដែលមានប្រភពច្បាស់លាស់ចេញពីស្ថាប័នរដ្ឋនិងសារព័ត៌មានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវជាមួយគ្នានេះអាយុដំបានចែករំលែកនៅគោលការណ៍ការពារខ្លួនដ៏មានប្រសិទ្ធភាពគឺ3កុំ1ការពារដល់សិស្សានុសិស្ស3កុំរួមមានកុំទាន់ជឿកុំទាន់ចែករំលែកកុំប្រហែសនៅពេលទទួលបានព័ត៌មានណាមួយពោលគឺត្រូវចេះបង្កើតទម្លាប់បង្អាក់បន្តិចសិនដើម្បីផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការមុននឹងសម្រេចចិត្តជឿឬចែករំលែកមួយការពារគឺការពារខ្លួនឯងគ្រួសារនិងសង្គមជាតិតាមរយៈការបង្កើនអក្ខរកម្មព័ត៌មាននិងការពិនិត្យប្រភពឲ្យបានច្បាស់លាស់មុននឹងជឿឬផ្សព្វផ្សាយបន្តអាយុដំបានបញ្ជាក់ដូចនេះថាយុទ្ធនាការរបស់យើងគឺលើកកម្ពស់ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវដើម្បីការពារសហគមន៍ក្នុងនាមជាសមរភូមិក្រោយយើងត្រូវបង្កើនចំណេះដឹងនិងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីក្លាយជាខែលនិងប្រព័ន្ធការពារដ៏រឹងមាំដើម្បីទប់ស្កាត់សង្គ្រាមសតិអារម្មណ៍ពីក្រុមទុច្ចរិតនិងក្រុមជ្រុលនិយមដែលមានចេតនាអាក្រក់ក្នុងការបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយជាការឆ្លើយតបតំណាងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យបន្ទាយអំពិលបានបង្ហាញនូវការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការបំពេញតួនាទីជាសមរភូមិក្រោយដ៏រឹងមាំដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍ក៏ដូចជាការការពារសហគមន៍ពីការចែកចាយព័ត៌មានក្លែងក្លាយផងដែរអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ទៀតថាព័ត៌មានក្លែងក្លាយនិងព័ត៌មានបំភ្លៃជុំវិញបញ្ហាព្រំដែនកម្ពុជាថៃភាគច្រើនមានប្រភពមកពីក្រៅប្រទេសដែលត្រូវបានផ្សព្វផ្សាយដោយជនអកតេនិងក្រុមជ្រុលនិយមមួយចំនួនតូចក្នុងចេតនាអាក្រក់ដើម្បីបំភ្លៃបំភ្លើសបំពុលបំភាន់មតិសាធារណៈឬបំផ្លាញកិត្តិនាមជាតិនិងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាក្នុងន័យនេះអាយុដំអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសក្រុមយុវជនឲ្យមានស្មារតីស្នេហាជាតិនិងចូលរួមយ៉ាងសកម្មក្នុងស្មារតីរួមកម្លាំងនៃសមរភូមិក្រោយដែលជាសមរភូមិព័ត៌មានសង្គមនិងផ្លូវចិត្តដើម្បីគាំទ្រដល់សមរភូមិមុខអាយុដំបានគូបញ្ជាក់ថាការដែលយុវវ័យពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបានរឹងមាំវានឹងនាំនៅសន្តិសុខសតិអារម្មណ៍និងការរក្សាភាពរឹងមាំផ្លូវចិត្តដែលកាត់បន្ថយភាពជ្រួលច្របល់មិនឲ្យតក់ស្លុតឬមិនធ្លាក់ចូលទៅក្នុងល្បិចបំបែកបំបាក់ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្មារតីរួបរួមជាតិឡើយបន្ថែមលើនេះអាយុដំទេពអាសនារិទ្ធបានលើកទឹកចិត្តដល់យុវជនទាំងអស់ចូលរួមទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍ដោយការប្រើប្រាស់ចំណេះដឹងហេតុផលនិងស្មារតីទទួលខុសត្រូវដើម្បីឆ្លើយតបទៅនឹងការវាយប្រហារផ្នែកផ្លូវចិត្តការប្រឌិតរឿងនិងការបំភ្លៃការពិតពីមជ្ឈដ្ឋានខាងក្រៅឬក្រុមអកតេ